ជំរាបសួរបងប្អូនអរគ្នាខានចេញវីដេអូនិយាយបែបនេះយូរហើយដោយសារតែស្រុកទេសយើងមានបញ្ហាតានតឹងតាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជាថៃក៏អត់សូវហ៊ានចេញវីដេអូឆ្វេងឆ្វាយផ្ដេសផ្ដាស់ដែរបើទោះបីមកទល់ពេលនេះស្ថានភាពមិនទាន់ចប់ស្រួលបួលក៏រាំងធូរស្បើយនិងធូរស្រាលខ្លះក៏ចង់ធ្វើវីដេអូអំពីទឹកដីនៃខេត្តកែបថ្ងៃនេះបានមកដល់ខេត្តកែបបងប្អូនអ្នកសៀមរាបមកលេងខេត្តកែបម្ដងយូរយើងបានមកលេងម្ដងក៏ចាប់យកទិដ្ឋភាពតាមដងផ្លូវតាមទីប្រជុំជនសាធារណៈដូចជាតាមឆ្នេរតាមមាត់សមុទ្រឲ្យបងប្អូនបានឃើញពីការរស់នៅការរកស៊ីជួញដូរលក់ដូរនិងមានភ្ញៀវជាតិអន្តរជាតិចូលរួមច្រើនយ៉ាងណាបងប្អូនអាចអញ្ជើញតាមដានទស្សនាតាមរយៈវីដេអូនេះបានឆ្នេរដែលបងប្អូនកំពុងទស្សនានេះគឺជាឆ្នេរកែបដែលស្ថិតនៅក្នុងក្រុងកែបខេត្តកែបចំពោះភ្ញៀវទេសចរក៏មានជាលក្ខណៈស្ងប់ស្ងាត់ឬក៏លក្ខណៈអីច្រើនអ៊ូអរអីណាទេបងប្អូនជាលក្ខណៈសមរម្យល្មមមានបងប្អូនយើងមកលេងបែបជាក្រុមឬក៏បែបជាគ្រួសារអីគឺអាចជាសមរម្យល្មមទិដ្ឋភាពដែលបងប្អូនកំពុងតាមដានទស្សនានេះគឺថតចំពេលរសៀលចន្លោះពីម៉ោង3កន្លះជិតចូលម៉ោង4អាចនិយាយបានថាចូលពេលល្ងាចឲ្យបងប្អូនពេលដែលថតយកផ្ទៃទឹកសមុទ្រគឺមានពន្លឺព្រះអាទិត្យជះចាំងមកផ្លេកអាចថាមិនសូវច្បាស់ប៉ុន្តែគាត់ចង់ចាប់យកសកម្មភាពនឹងវីដេអូដើម្បីចែកជូនបងប្អូនបានទស្សនាពីទិដ្ឋភាពតាមផ្ទៃទឹកសមុទ្រក៏ដូចតាមឆ្នេរនៃទីក្រុងកែបចំពោះក្រុងកែបគឺជាលើកទី1សម្រាប់ខ្ញុំដែលបានមកលេងមិនមែនថាមិនធ្លាប់មកសមុទ្រទេបងប្អូនកាលពីឆ្នាំមុនក៏ធ្លាប់ទៅលេងនៅខាងក្រុងបេសានុខាងកំពង់សោមឬក៏បែកទៅខាងកោះរ៉ុងឯដែរប៉ុន្តែលើកនេះគឺជាលើកទី1បានមកដល់ទឹកដីនៃខេត្តកែបក្រុងកែបតាមរយៈវីដេអូនេះក៏ចង់សួរទៅបងប្អូនដែលរស់នៅខេត្តកែបតើនៅក្នុងក្រុងកែបក៏ដូចជាខេត្តកែបទាំងមូលមានតំបន់ទេសចរណាខ្លះដែលពេញនិយមនិងមានបងប្អូនយើងជាភ្ញៀវទេសចរទៅលេងច្រើនព្រោះខ្ញុំបាទជាអ្នកខេត្តឆ្ងាយគឺមិនទាន់ស្គាល់ទីតាំងនិងកន្លែងកំសាន្តច្បាស់កំពុងតែឈរថតឃើញក្តាមបងប្អូនក្តាមនេះចេះណាឃើញយើងនេះចោះចាប់ចូលអីចាប់មិនបានទេពូនតាមថ្មក្តាមវាមិនធំទេក្តាមតូចប៉ុន្តែវាច្រើនហើយទុំតាមថ្មពេលយើងចោះចាប់គឺរត់លឿនជាងក្តាមស្រែយើងទេហើយនេះគឺជាទូករបស់បងគាត់អ្នកនេសាទគាត់ឡើងច្រាំងហើយគាត់ចាប់ផ្ដើមចេញដំណើរទៅនេសាទបន្តទៀតហើយនេះគឺជារូបសំណាកក្តាមសមុទ្រនៅខេត្តកែបបងប្អូនទិដ្ឋភាពទូទៅនៅតាមដងផ្លូវនៃជុំវិញផ្លូវតាមមាត់សមុទ្រក្រុងកែបវីដេអូនេះមានតែប៉ុណ្ណេះទេបងប្អូនអរគុណដែលបានតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណวงเงินดูบนจงยืนบนข้างหน้าปุ่มนี้